ស្ថាបត្យកម្មកំណត់នៅបទពិសោធន៍នៃការរស់នៅក្នុងទីក្រុងសំណង់នៅ OCIC រចនាឡើងដោយផ្ដោតលើការគិតគូរយ៉ាងល្អិតល្អន់លើការបង្កើតគម្រោងមួយដែលសហគមន៍អាចរស់នៅបំពេញការងារនិងរីកចម្រើនទៅមុខជាមួយគ្នាក្នុងនាមជាប្រធានក្រុមស្ថាបត្យកម្មនៃ OCIC និងប្រធានគម្រោងអូសៀនវប្បធម៌តេជោកញ្ញាគួចកនិកាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរចនានិងការអភិវឌ្ឍគម្រោងនានាដែលកំពុងកែប្រែមុខមាត់ថ្មីនៃទិដ្ឋភាពទីក្រុងភ្នំពេញឲ្យកាន់តែមានភាពរីកចម្រើនសម្រាប់នាងខ្ញុំស្ថាបត្យកម្មគឺជាសិល្បៈនៃការបង្កើតកន្លែងមួយឲ្យមនុស្សរស់នៅដោយសុខដុមរមនាជំនាញមួយនេះបើនិយាយទៅគឺត្រូវបានណែនាំដោយបងប្រុសនាងខ្ញុំដែលគាត់នៅក្នុងវិស័យសំណង់នឹងស្រាប់អញ្ចឹងក្រោយពីបានសិក្សាហើយធ្វើការងារមួយចំនួនតាក់ទងជាមួយនឹងកំណត់ច្នៃប្រឌិតនាងខ្ញុំក៏ដឹងថាខ្លួនឯងពិតជាចូលចិត្តជំនាញនឹងមែនទែនហើយក្រោយពីបានស្វែងយល់ពីស្ថាបត្យកម្មនាងខ្ញុំក៏ដឹងថាការងារនេះពិតជាមានអត្ថន័យនិងមានគុណតម្លៃសម្រាប់មនុស្សជាតិនៅក្នុង OCIC នាងខ្ញុំបានឆ្លងកាត់គម្រោងមួយចំនួនដែលជាទូទៅនាងខ្ញុំបែងចែកចេញជាពីរសសរស្តម្ភសំខាន់ៗដែលទី1គឺការគ្រប់គ្រងទៅលើផ្នែកស្ថាបត្យកម្មដោយចាប់ផ្ដើមពីគំនិតច្នៃប្រឌិតសំខាន់មួយហើយបង្កើតជាកន្លែងរស់នៅលំហរស់នៅដោយរឹតតែស្រស់បំព្រងហើយទី2គឺការសិក្សាជាមួយនឹងផ្នែកដែលពាក់ព័ន្ធដូចជាវិស្វករការដ្ឋានឬក៏យើងអាចថាវិស្វករស៊ីវិលហើយនិងវិស្វករទឹកភ្លើងដែលនេះជាចំណុចសំខាន់ដើម្បីធ្វើឲ្យគំនូរប្លង់ហ្នឹងក្លាយទៅជាសមិទ្ធផលដ៏ពិតប្រាកដមួយស្ថាបត្យកម្មគឺជាទីដែលបំផ្លាញគំនិតច្នៃប្រឌិតឲ្យក្លាយជាការពិតតាមរយៈការរៀបចំផែនការយ៉ាងម៉ត់ចត់និងកិច្ចសហការយ៉ាងជិតស្និទ្ធការរចនាជួយបំផ្លាញគំនិតឲ្យទៅជាគម្រោងសហគមន៍សម្រាប់គ្រប់គ្នារស់នៅនិងធ្វើការសម្រាប់ OCIC ស្ថាបត្យកម្មគឺជាការឆ្លុះបញ្ចាំងនៃការកសាងសិល្បៈនៃការរស់នៅហើយក៏ជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃទីក្រុងភ្នំពេញកត្តាសំខាន់គឺមនុស្សនិងបរិស្ថានការរចនាមួយដែលល្អគឺតែងតែមានពន្លឺធម្មជាតិនិងខ្យល់ធម្មជាតិគ្រប់គ្រាន់ទស្សនវិស័យនៃផ្នែកស្ថាបត្យកម្មមិនមែនត្រឹមតែផ្ដោតទៅលើអគារប៉ុណ្ណោះទេតែយើងបានផ្ដល់អាទិភាពទៅលើការបង្កើតលំហសម្រាប់សាធារណៈដូចជាសួនច្បារផ្លូវដើរផ្លូវជិះកង់ហើយជាពិសេសមានទាំងសួនកម្សាន្តផ្សេងៗវប្បធម៌ដែលជាកន្លែងមួយអាចប្រមូលផ្ដុំមនុស្សឲ្យមានការប្រស័យទាក់ទងគ្នាដើម្បីឲ្យការរស់នៅរបស់គាត់រឹតតែមានសោភ័ណភាពនិងផាសុកភាពនៅតាមបណ្ដាទីក្រុងឬទីប្រជុំជននានាក្នុងប្រទេសកម្ពុជាដែលកំពុងរីកចម្រើនស្ត្រីកំពុងចូលរួមចំណែកកាន់តែច្រើនឡើងនៅជំនាញវិជ្ជាជីវៈនិងភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសំណង់ប៉ុន្មានតែនៅក្នុងវិស័យមួយនេះភាគច្រើនជាបុរសដែលទូទៅការងារគឺយើងធ្វើនៅក្នុងការិយាល័យផងទៅលើការងារគូប្លង់រចនាគំនិតច្នៃប្រឌិតអីផ្សេងបន្ទាប់មកទៀតយើងត្រូវទៅត្រួតពិនិត្យការងារជាក់ស្ដែងនៅការដ្ឋានថាតើពិតជាអនុវត្តត្រឹមត្រូវទៅតាម design គំនិតរចនារបស់យើងដែរឬទេហើយនាងខ្ញុំជឿថាឲ្យតែស្ត្រីដែលមានភាពម៉ឺងម៉ាត់ច្បាស់លាស់ហើយមានសមត្ថភាពគ្រប់គ្រាន់គឺសុទ្ធតែអាចធ្វើការនៅក្នុងវិស័យនេះដូចគ្នាលើពីនេះនៅក្នុងបរិយាកាសការងាររបស់ OCIC បានផ្ដល់ជាឱកាសដ៏ល្អសម្រាប់ឲ្យនាងខ្ញុំបញ្ចេញសមត្ថភាពហើយក៏បានឲ្យតម្លៃទៅលើគំនិតច្នៃប្រឌិតរបស់នាងខ្ញុំដែរសម្រាប់ស្ថាបត្យករប្រុសនិងស្រីមានការរចនានិងគំនិតរចនានឹងផ្សេងគ្នាស្ត្រីទូទៅរចនាមានភាពស្រទន់ជាងហើយជាពិសេសស្ត្រីអាចយល់ពីតម្រូវការនៃគ្រួសារកូនក្មេងហើយនិងមនុស្សចាស់បានច្រើនជាងដូច្នេះហើយគាត់ជាបុគ្គលសំខាន់ដែលអាចចូលរួមទៅរចនាសង្គមឲ្យរឹតតែមានភាពស្រស់បំព្រងទន់ភ្លន់និងកក់ក្ដៅសម្រាប់នាងខ្ញុំភាពជាអ្នកដឹកនាំគឺជា
ការទទួលខុសត្រូវការសហការគ្នាហើយនឹងការព្យាករណ៍ទុកជាមុននៅរាល់បញ្ហាដែលអាចនឹងកើតឡើងហើយជាពិសេសគឺការបត់បែនទៅតាមបទវិន័យបច្ចេកទេសហើយនឹងទទួលយកនៅគំនិតច្នៃប្រឌិតពីក្រុមការងារដើម្បីសម្រេចគោលដៅរួមមួយហើយកសាងសំណង់មួយដែលមានគុណភាពនិងមានគុណតម្លៃសម្រាប់មនុស្សគ្រប់គ្នាបើសិនជាយើងចូលចិត្តសិល្បៈនៅក្នុងការងារហ្នឹងគឺបងប្អូនគំរុញរាអាចបោះជំហានចូលទៅក្នុងវិស័យនឹងបានហើយវត្តមានស្ត្រីនៅក្នុងវិស័យស្ថាបត្យកម្មនឹងជួយលើកកម្ពស់សិល្បៈនៃការរស់នៅហើយជាមួយនឹងគុណតម្លៃនៃការរចនាបានទៅតែទន់ភ្លន់និងសម្បូរបែបឲ្យតែមានឆន្ទៈមោះមុតហើយនឹងការជឿជាក់លើខ្លួនឯងអ្នកនឹងក្លាយទៅជាចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិយើងហើយស្នាដៃរបស់យើងនឹងរស់នៅជាមួយសង្គមបានយ៉ាងយូរអង្វែងតាមរយៈភាពច្នៃប្រឌិតវិន័យនិងការតាំងចិត្តមុតមាំអ្នកជំនាញដែលមានវិជ្ជាជីវៈខ្ពស់ដូចជាកញ្ញាកនិកាកំពុងចូលរួមចំណែកក្នុងការកសាងលំនៅឋាននិងសហគមន៍ដែលជាគ្រឹះក្នុងការរៀបចំអនាគតរបស់កម្ពុជា